ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការdemo អំពីការ check នៅ system ឬក៏ check នៅ hardware និង software control របស់Ubuntu អញ្ចឹងមុនដំបូងខ្ញុំចង់បង្ហាញពី command របស់ls CPU ចាំមើលថានេះគឺជា information ទាំងអស់របស់ server Ubuntu ហ្នឹងដែលបាន store នៅ information របស់ software ហ្នឹង hardware ហ្នឹងហើយមួយទៀតគឺ command top អូខេដោយសារខ្ញុំអត់ទាន់ install top ស្គេហប់ទៀតចឹងបន្ទាប់ពី check មើលហើយខ្ញុំធ្វើការវាយ command នៅ top slash h top sorry ចឹងវាយ h top មកដែរជាងនេះគឺជា real time CPU usage និង processor ដែលវាកំពុងតែ run នៅលើ server មួយហ្នឹងហើយយើងអាចមើលបាននេះគឺជា real time របស់ server ហើយមួយទៀតខ្ញុំអាច check នៅ command របស់ sensor detect sensor បន្ទាប់ពីហ្នឹងហើយខ្ញុំធ្វើការ run ហើយនេះគឺជាការនេះគឺជាការពិនិត្យនៅ temperature របស់ CPU ឬក៏ការមើលកម្ដៅរបស់ CPU ចឹងទៅហើយទីនេះធ្វើការ check នៅ RAM memory អញ្ចឹងខ្ញុំអាចវាយ command នៅ free/x ចាំមើលថានេះគឺជាការ store នៅ memory usage នៅក្នុងតែវាបង្ហាញពីការប្រើប្រាស់របស់ memory ហ្នឹងហើយទម្រង់ format វាគឺជា megabyte និង gigabyte ហើយមួយទៀតខ្ញុំអាចវាយ command ខ្ញុំអាច check នៅមើលនៅ storage របស់ខ្ញុំអញ្ចឹងខ្ញុំអាចវាយ df ហើយនេះគឺជា disk space ដែលខ្ញុំប្រើប្រាស់សម្រាប់ធ្វើ pattern ទាំងអស់ហ្នឹងហើយមួយទៀតខ្ញុំអាចវាយ command នៅ lf blk ហើយនេះគឺជា structure របស់ storage ដែលខ្ញុំបានប្រើប្រាស់ក្នុងហ្នឹងហើយមួយទៀតខ្ញុំអាច check មើលនៅ network និង GPU information របស់ Ubuntu ហ្នឹងអញ្ចឹងខ្ញុំអាចវាយថា IP នេះគឺជាការ check នៅ IP របស់ server មួយហ្នឹងហើយមួយទៀតគឺខ្ញុំអាច check នៅ if start ខ្ញុំ install វាសិនចឹងនេះគឺជា information នៃការប្រើប្រាស់ monitor គឺរបៀបថាយើងmonitor នៃ network ដែលយើងបានប្រើប្រាស់វាហើយមួយទៀតខ្ញុំអាច check នៅ speed test មួយទៀតបានចឹងខ្ញុំធ្វើការ test speed របស់IP របស់ខ្ញុំថាវាបានប្រមាណមេឬក៏
ការ download ឬក៏ការ upload បានប្រហែលនេះមួយទៀតគឺការ GPU ការឆែកការប្រើប្រាស់ឆែកនៅការប្រើ information របស់ GPU ចឹងខ្ញុំវាយ NVIDIA នឹងគឺសម្រាប់ការបង្ហាញនៅ GPU របស់ NVIDIA ទេចឹងខ្ញុំវាយ NVIDIA ចឹងនេះគឺជាចឹងធ្វើការ install NVIDIA មួយសិនចឹងដោយសារគ្រាន់តែជាការ demo ចឹងទេចឹងខ្ញុំអត់បាន install ទេចឹងមួយទៀតខ្ញុំធ្វើការបង្ហាញនៅ system information មួយទៀតគឺការបង្ហាញនៃ hardware ទាំងអស់ដែលមាននៅក្នុង Ubuntu server ហ្នឹងចឹងធ្វើការ ls aw ចឹងវានឹងបង្ហាញនៃ information ទាំងអស់របស់ hardware យើងហើយមួយទៀតខ្ញុំអាច check នៅ OS version ខ្ញុំអាចដាក់ថា cat etc OS release ចឹងខ្ញុំប្រើនៅ Ubuntu version 24.3 24.04.3 ហើយមួយទៀតខ្ញុំអាច check មើល uptime របស់ថា system ហ្នឹងវា uptime បានប្រហែលនាទីហើយអូខេចឹងមានថាខ្ញុំ uptime បាន10នាទីហើយមួយទៀតគឺការពិនិត្យនៅ processor management ឬក៏ការរបៀបដូចជា end task នៅ application ណាមួយបើសិនជាវាគាំងឬក៏ stuck ចឹងទៅយើងអាច PK វាឬក៏អីចឹងបានទៅអញ្ចឹងធ្វើការ PF AUX អូខេចឹងនេះគឺជា information ដែលខ្ញុំ information របស់ OS មួយហ្នឹងដែលវាបាន run ហើយមួយទៀតគឺខ្ញុំអាចខ្ញុំនឹងធ្វើតែការតេស្ត PK ចាំមិនថាអាសា9ហ្នឹងមានថានៅពេលដែលយើងគាំងមិនក៏ដោយវាត្រូវបើសិនជា OS បើសិនជា application ណាគាំងនៅក្នុង server យើងអាចបិទវាចោលបានតែម្ដងអញ្ចឹងមានថាអាចដាក់នៅចឹងមានអីត្រូវដាក់ខ្ញុំដាក់ឲ្យសិនចឹងខ្ញុំអត់ធ្វើការ PK ចឹងទេចឹងខ្ញុំធ្វើការវាយ comment ផ្សេងខ្ញុំធ្វើការបង្ហាញពីការ shutdown និង restart command របស់ Ubuntu ដែរចឹងខ្ញុំអាចថា sudo shutdown now មានន័យថាយើងអាចបិទserver ហ្នឹងភ្លាមតែម្ដងហើយឬក៏អាចយើងវាយ sudo power off ចឹងក៏បានដែរខ្ញុំដាក់ថា power off ចឹងក៏បានមួយទៀតគឺការ schedule នៅ shutdown របស់ machine យើងចឹងដាក់ថា shutdown .x ចឹងមានថាបើសិនជាខ្ញុំដាក់10នាទីចឹងមានថាការ shutdown ហ្នឹងវានឹងធ្វើការបិទនៅ10នាទីខាងមុខទៀតឬមួយទៀតខ្ញុំអាចធ្វើការ cancel នៃការ shutdown ដែលខ្ញុំបានកំណត់នៅពេលដែលបានដាក់ schedule ហ្នឹងចឹងខ្ញុំអាចដាក់ថាshutdown /c ចឹងមានថាខ្ញុំ cancel វាហើយមួយទៀតគឺការ restart នៅ command ចឹងខ្ញុំអាចដាក់ sudo reboot អូខេចឹងមានថាខ្ញុំវាយ comment មួយនេះវានឹង reboot ភ្លាមតែម្ដងហើយមួយទៀតខ្ញុំបង្ហាញពីការ shutdown បន្ទាប់ពី5នាទីចឹងដាក់ថា shutdown /r បូក5នាទីចឹងមានន័យថា comment នេះនឹងនៅពេលដែល restart បន្ទាប់ពី5នាទីហើយមួយទៀតគឺ shutdown /f មានន័យថាយើងធ្វើការ reboot វាភ្លាមតែម្ដងឬក៏បន្ទាន់តែម្ដងឥឡូវខ្ញុំសាកធ្វើការវាយ comment មួយគឺ comment shutdown ចឹងនៅពេលដែលខ្ញុំ shutdown ដល់ខ្ញុំទៅមើលនៅក្នុងនេះវានៅ shutdown ដូចគ្នាចឹងការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ